សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពី basic command របស់ Ubuntu អញ្ចឹងជំហានដំបូងយើងចុច start មកធ្វើការរងចាំវាសិនដល់វាកំពុងតែដើរហើយគឺយើងបាច់ចេញហើយយើងធ្វើការដាក់ username មកហើយ password របស់យើង enter ដល់ចេញបែបនេះឥឡូវយើងចូលកាន់ command ដំបូងគេគឺ who am I ដើម្បី check មើលឈ្មោះ user ហើយបន្តមកពី wd ដើម្បី check ថាវានៅណាតមកយើងវាយ command sudo apg ដើម្បីធ្វើការ update វាយើងដាក់ apg ឲ្យ update មកហើយ enter ហើយយើងដាក់ password មកសិនឥឡូវវា update ហើយឥឡូវយើងចឹងគឺយើងត្រូវដាក់ row IP ដើម្បីឲ្យកុំព្យូទ័រ remote មកចូលមកក្នុង server របស់យើងដើម្បីធ្វើការប្រើ command basic ហ្នឹងគឺយើងវាយ IP មកដើម្បី check មកគឺដូចជា IPA មកតិចដក clear IP ហើយដក clear A កន្លែងហ្នឹងគឺវាយបែបហ្នឹងហើយ enter ហើយគេយើងឃើញនៅ IP របស់យើងហើយគឺ 172.20.10 ហើយ .2 នៅកន្ទុយ 28 ហ្នឹងអត់បាច់យកទេចុងតមកយើងធ្វើការ remote ទៅកាន់កុំព្យូទ័រចូលកាន់ CMD ហើយយើងវាយ SSH ហើយវាយពីជាឈ្មោះUbuntu យើងហើយសញ្ញា add សញ្ញា A ដូច email ហ្នឹងហើយបន្តមកយើងវាយ IP address យើងចូលមក 172.100.20.10 ហើយ .2 ហើយធ្វើការ enter មកហើយឥឡូវវាឲ្យដាក់ password យើងដាក់ password ក្នុងទូស្រួលយើងឡើងមកឥឡូវគឺយើង remote ចូលបានហើយឥឡូវយើងចាប់ដើមធ្វើទៅលើ comment តអស់គ្នាចឹងcomment ដំបូងយើងប្រើ sudo ហើយមកយើង check មើលសិនគឺ who am I ដើម្បី check មើលឈ្មោះIPWD ហើយយើងស្ថិតនៅក្នុងមួយនេះគឺក្នុង home/ តមកយើងចាប់បានចូល comment យើងចូល comment ដើម្បីធ្វើការ update ពី remote នេះទៅគឺ sudo apg update ហ្នឹងគឺជា comment update ចឹងយើងថាសេមកហើយ enter ហើយកន្លែងនេះដាក់ password Ubuntu server យើងនៅមក enter ឥឡូវវា updateគឺវាពេញហើយអញ្ចឹងហើយយើងចូលមកកាន់ upgrade គឺអាហ្នឹងបើសិនជាយើងចង់ upgrade វាអញ្ចឹងណានៅពេលវាចេញអាថ្មីមកអញ្ចឹងអានេះខ្ញុំគឺថាឧទាហរណ៍ទេគឺខ្ញុំបាន submit ឲ្យទេកន្លែងហ្នឹងគឺខ្ញុំគ្រាន់តែសូហ្នឹងគឺយើងអាច upgrade វាបានឥឡូវដល់ពីហ្នឹងយើងធ្វើការបង្កើត file មួយអញ្ចឹងយើងវាយ touch touch ហើយតមកដាក់ឈ្មោះគឺខ្ញុំដាក់ visual បន្ត txt កន្លែងហ្នឹងគឺកន្ទុយ file ហើយ visual ហ្នឹងគឺឈ្មោះ file តមកយើងធ្វើការ enter វាឥឡូវយើងធ្វើការ check វាហើយវាយ command ls នេះគឺវាចេញមកហើយឈ្មោះ file ហ្នឹងឥឡូវយើងវាយ command echo ដើម្បីធ្វើការឲ្យវាសូ text ហ្នឹងគឺយើងវាយ hello
listen video đâyคือวิดีโอแบบนั้นแล้วយើងទៅ comment បន្តទៀតយើងវាយ ls មកហើយដក l គឺឲ្យវាបង្ហាញ detail គឺបង្ហាញថ្ងៃបង្ហាញម៉ោងដែលយើងធ្វើហ្នឹងហើយឈ្មោះ text តោះមកយើងវាយ ls ដក l hash 3សូចំនួន megabyte កន្លែងនេះទីកន្លែងដក l ហ្នឹងដើម្បីសូ file ទាំងអស់ detail ហើយអា lx នេះដក x ហ្នឹងគឺចំនួន megabyte នៅពីក្រោយដើម្បីឲ្យវាបង្ហាញបើយើងដាក់តែ l ទេគឺវាអត់បង្ហាញទេហ្នឹងយើងត្រូវតាមហាដើម្បីឲ្យវាបង្ហាញចំនួនដូចជា10 megabyte 1G អីចឹងឥឡូវយើងធ្វើការបង្កើត folder ព្រោះ folder វាមាន megabyte ក្នុងហ្នឹងចឹងយើងត្រូវការបង្កើតមកគឺ command mk dir ហើយ av7 គឺជាឈ្មោះ folder យើងហើយដាក់បន្ទុយ folder ហ្នឹងមកដើម្បីបញ្ជាក់គេថាហ្នឹងជា folder តាមឲ្យយើង enter ឥឡូវយើងវាយ command check មក ls ដក l lx ហើយ enter គឺវាសូបែបហ្នឹងនេះគឺយើងឃើញហើយឈ្មោះ folder យើងគឺ 4.0k ហើយឈ្មោះ folder យើងតាមមកសិនជាយើងដាក់ l គឺវាអ្នកសូចំនួនលេខសរុបគឺវាចេញកតុយ k មកនេះគឺវាសូ 4096 ចឹងក៏ដោយយើងដាក់ហើយកតុយ l រហ័សហ្នឹងគឺវានឹងសូចំនួនខាងក្រៅវិញជាវា g គឺវាសូ g megabyte គឺវាសូ megabyte កបាយគឺវាសូកបាយគឺអក្សរ k តោះមកយើងធ្វើការshutdown remote ហ្នឹងដើម្បីឲ្យវាបិទម៉ាស៊ីនខាងក្នុងចឹងយើងវាយចុះមកឥឡូវគឺវាធ្វើការបិទហើយយើងចូលទៅមើលឥឡូវគឺវាបិទហើយចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងសូមអរគុណ